เคមកយ៉ាងមុននឹងខ្ញុំធ្វើវីដេអូពាក់ព័ន្ធនឹងប្រធានបទស្នេហាហើយក៏មានទស្សនិកជនមួយចំនួនគាត់ចង់បានបន្ថែមទៀតគាត់ក៏បានបោះជាសំណើសូមឲ្យខ្ញុំជួយបកស្រាយលើរឿងមួយថាគាត់អត់យល់ពីដៃគូសេរីរបស់គាត់ថាហេតុអីបានជាមនុស្សស្រីឬក៏សង្សារគាត់ហ្នឹងពេលខ្លះដូចថាពេលដែលយើងឃើញគាត់ថាគាត់កំពុងតែខឹងកំពុងតែអន់ចិត្តកំពុងតែក្តៅក្រហាយរឿងអីមួយអញ្ចឹងណាហើយដល់ពេលដែលយើងព្យាយាមសួរជជែកទៅលើរឿងហ្នឹងទៅគាត់និយាយបានតែមិនថាខ្ញុំអីទេមិនបាច់ទេមិនខ្វល់ពីខ្ញុំទេចេះមួយចុះពីរអញ្ចឹងណាអញ្ចឹងសួរថាហេតុអីបានជាគាត់បញ្ចេញចរិតអញ្ចឹងហើយយើងគួរដោះស្រាយមិននៅពេលដែលយើងជួបស្ថានភាពបែបហ្នឹងអូខេខ្ញុំចង់និយាយឲ្យថាខ្ញុំអត់ដឹងថាព័ត៌មានខ្ញុំពិតឬក៏ត្រូវឬក៏អីយ៉ាងណាទេប៉ុន្តែបើសួរខ្ញុំសូមឆ្លើយដូចទៅបើតាមការខ្ញុំយល់ឃើញណាមនុស្សស្រីគាត់សបោអារម្មណ៍អញ្ចឹងនៅពេលដែលគាត់មានវិបត្តិឆ្លោះទាស់ទែងឬក៏អីផ្សេងៗអញ្ចឹងភាគច្រើនគឺអារម្មណ៍គាត់ក៏ជ្រួលខ្លាំងសួរថានៅពេលដែលអារម្មណ៍គាត់ក៏ជ្រួលខ្លាំងអញ្ចឹងក្នុងនាមយើងជាភេទប្រុសយើងត្រូវធ្វើម៉េចទី1ទទួលស្គាល់ឲ្យច្បាស់ថាយេគាត់មានវិបត្តិផ្លូវចិត្តហ្នឹងហើយគាត់កំពុងតែមានបញ្ហាផ្នែកអារម្មណ៍ហ្នឹងហើយអញ្ចឹងបើយើងដឹងហើយយើងអាឡ័យឆ្លៀតសួរថាកើតថៃទៀតវាកាន់តែធ្វើឲ្យគាត់កាន់តែក្តៅក្រហាយពីព្រោះអាសំណួរសួរកើតថៃមិនក៏មិននិយាយប្រាប់បងមានបញ្ហាអីមួយបងមិនក៏មិននិយាយឧទាហរណ៍ណាអាសម្ដីហ្នឹងវាអត់បង្ហាញថាយើង care ពីគាត់ទេវាគ្រាន់តែបង្ហាញថាយើងដឹងច្បាស់ថាគាត់កំពុងខឹងហើយនៅសួរគាត់ថាកើតថៃទៀតអញ្ចឹងបើយើងដឹងហើយយើងទទួលថាគាត់ខឹងប៉ុន្តែសួរថានៅពេលដែលគាត់ខឹងឬក៏អន់ចិត្តហ្នឹងគាត់ត្រូវការអីគេទី1គាត់ត្រូវការសម្ងប់អារម្មណ៍គាត់សិនពីព្រោះគាត់អត់អាចទៅអង្គុយរកដំណោះស្រាយភ្លាមបានទេគាត់ត្រូវការធ្វើតួនាទីទី1គឺសម្ងប់អារម្មណ៍គាត់ឲ្យស្ងប់សិននៅពេលដែលគាត់កំពុងតែត្រូវការពេលវេលាមនុស្សស្រីគាត់មានពីរអ្នកខ្លះគាត់ចេះនិយាយទៅគាត់ហាមាត់ប្រាប់ថាអូខេខ្ញុំត្រូវការនៅម្នាក់ឯងអញ្ចឹងណាកុំខានខ្ញុំអញ្ចឹងទៅគាត់សុំស្ងាត់មួយរយៈអាហ្នឹងពេលដែលគាត់ចេះនិយាយប៉ុន្តែមនុស្សស្រីមួយចំនួនក៏គាត់មិនចេះនិយាយទាំងអស់គ្នាដែរអញ្ចឹងអេយ៉ាបត់គាត់បង្ហាញមកគឺគាត់អត់ឆ្លើយឆ្លងមកយើងមកគាត់អត់ចង់ឲ្យយើងរំខានសួរគាត់ច្រើនអីចឹងទៅអញ្ចឹងបើយើងដឹងថាគាត់កំពុងតែផ្សេតឬក៏ខឹងហើយយើងទទួលស្គាល់ទៅនៅពេលដែលយើងទទួលស្គាល់ថាខឹងយើងធ្វើមិនទៀតអ្វីដែលភាគីខាងស្រីប្រហែលជាចង់ដឹងចង់ឃើញហ្នឹងគឺចង់ដឹងថាយើង care ពីគាត់ឬក៏អត់អញ្ចឹងដល់ពេលដល់ចំណុចនេះយើងខាងប្រុសប្រហែលជាសួរទៀតថាហេតុអីបានជាខ្ញុំខំសួរនាំដូចជាជីកឬជីកគោលពាក់ព័ន្ធនឹងរឿងហ្នឹងថាកើតថៃអីវាមិនមែនជាការ care ហើយយើងបង្ហាញថាយើងនៅនឹងយើងអាចជួយគាត់ដោះស្រាយអញ្ចឹងភាសាក្នុងការប្រើប្រាស់វាមានពីរខុសគ្នាបើយើងប្រើខុសវាคล้ายទៅជាការជជីកវែកញែកកាលណាជជីកវែកញែកសួរនាំរឿងហ្នឹងច្រើនគាត់ទៅរំលឹកលើអារឿងហ្នឹងវានឹងអាចធ្វើឲ្យគាត់កាន់តែក្តៅក្រហាយព្រោះរឿងខ្លះកាន់តែរំលឹកវាកាន់តែធ្វើឲ្យគាត់នឹងឈួលបន្ថែមទៀតអញ្ចឹងភាសាជំនួសពីអាការសួរថាកើតថៃអញ្ចឹងយើងអាចបដូរវាទៅជាថាអូខេបងសុំទោសផងខៃឡូមានសកម្មភាពណាមួយដែលបងធ្វើទៅវាអាចចាស់ទៅពលដល់ឯង1 2 3 4អញ្ចឹងទៅហើយបងអត់ដឹងថាណៃខឹងក្នុងកម្រិតប៉ុណ្ណាទេហើយក៏បងនឹងមិនជជែកសួរនាំថាមានស្អីច្រើនដែរបើសិនជាណៃអត់ចង់និយាយហើយឬក៏បើសិនជានិយាយទៅវាកាន់តែធ្វើណៃជួលឆាលប៉ុន្តែបងអាចប្រាប់បានថាបើសិនជាណៃ ready ឬក៏ត្រៀមខ្លួនក្នុងការនិយាយប្រាប់បងអាចស្ដាប់បានអញ្ចឹងខែឡូបងអាចដឹងពីបញ្ហាហ្នឹងហើយបងព្យាយាមដោះស្រាយជាមួយគ្នាទៅវិញទៅមកអញ្ចឹងណាបើវាជាបញ្ហាបងជួយដោះស្រាយបន្ទាប់ទៀតអីចឹងទៅអាហ្នឹងទោះបីគាត់និយាយឆ្លើយតបឬក៏មិននិយាយឆ្លើយតបនៅពេលដែលអារម្មណ៍គាត់ស្ងប់គាត់នឹងយល់បានថាអូខេយើងគឺជាមនុស្សដែលយល់ពីគាត់យើងមិនបខំគាត់សួរនាំរឿងអញ្ចឹងប៉ុន្តែយើងផ្ដល់ឲ្យគាត់នៅទំនុកចិត្តមួយថាគាត់មានលទ្ធភាពអាចយកបញ្ហាហ្នឹងមកជជែកជាមួយយើងពេលដែលគាត់រួចរាល់ឬក៏ពេលដែលគាត់រំសាយអាកំហឹងអស់នឹងអស់ទៅអញ្ចឹងកន្លែងនេះគឺជាចេតនា care ដែលយើងអាចបង្ហាញបានបើសិនជាយើងចង់បង្ហាញអំពីចេតនាដែលយើង care ពីគាត់ហើយជំនួសឲ្យការសួរនាំជីកគល់អាហ្នឹងវាគឺជា solution ឬក៏ជាដំណោះស្រាយដែលសមស្របបំផុតក្នុងការធ្វើក្នុងស្ថានភាពហ្នឹងអញ្ចឹងសួរថាជាចុងក្រោយស្អីទៅដែលជាកំណត់នៅក្នុងប្លុកនេះយើងជាប្រុសយើងត្រូវយល់ពីកលៈទេសៈពេលវេលាដែលគាត់ត្រូវការជំនួយពីយើងទោះបីយើងមានលទ្ធភាពជួយគាត់ក៏ដោយបើសិនជាយើងឲ្យពេលវេលាគាត់ក្នុងការរៀនសម្ងប់អារម្មណ៍នៅខ្លួនឯងហើយចេះមករកដំណោះស្រាយនៅខ្លួនឯងបានហើយពេលដែលគាត់មករកដំណោះស្រាយបានយើងមានទៀតអាហ្នឹងបានវាត្រូវការថេវេលាប៉ុន្តែបើសិនជាយើងឃើញគាត់មានវិបត្តិមានបញ្ហាហើយយើងទៅចុចបន្ថែមទៅចាក់បន្ថែមដោយសារតែយើងគិតថាយើងមានសមត្ថភាពជួយយើងចេះតែបខំអីចេះក៏មិនបានដែរអ្វីដែលយើងអាចធ្វើបានគឺយើងគ្រាន់តែប្រាប់គាត់ឲ្យដឹងថាយើងនៅនឹងគាត់អាចមករកយើងបានគ្រប់ពេលប្រសើរជាងយើងរត់ទៅរកគាត់ឆ្លើយឆ្លាជួឆាដុកដាន់ឬក៏សួរនាំគាត់ច្រើនអញ្ចឹងវាអាចពេលខ្លះវាអាចធុញដែរព្រោះពេលអារម្មណ៍គាត់កើតមកវាច្រើនហើយយើងទៅ interrogate លក្ខណៈដូចសួរជីឬជីគោលទៀតវារៀងឈឺចាប់សម្រាប់គាត់ដែរអញ្ចឹងអាហ្នឹងគឺជាមួយផ្នែកដែលយើងអាចយល់ពីគាត់ហើយសម្របទៅតាមគាត់មួយផ្នែកនៅក្នុងប្រឡោះហ្នឹងអាហ្នឹងវាបានផលច្រើនជាង